បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញជូនបងប្អូនទាំងអស់គ្នានៅកម្មវិធីមួយដែលខ្ញុំឲ្យឈ្មោះថា Excel Recorder បាទនេះជាកម្មវិធីគណនេយ្យយើងអាចប្រើពាក្យថា Accounting System ហើយខ្ញុំបានបង្កើតវាឡើងនៅក្នុង Microsoft Excel ធម្មតាតែដោយមានការបំពាក់នៅគេហៅថាការតុបតែងជាក្តារព័ត៌មានភាសាអង់គ្លេសហៅថា dashboard ដែលបង្ហាញអំពីព័ត៌មាននៃប្រព័ន្ធហិរញ្ញវត្ថុមួយណាតូចទេមិនធំដូច QuickBook ដូច Page 3 ឬក៏ Sun System ឡាក់ទេវាគ្រាន់តែជា Excel ធម្មតាដែលខ្ញុំបានចងក្រងឲ្យទៅជាប្រព័ន្ធautomatic ដែលយើងអាចប្រើប្រាស់ក្នុងការចុះបញ្ជីគណនេយ្យហិរញ្ញវត្ថុដើម្បីបង្កើតឲ្យបានជារបាយការណ៍ដូចជារបាយការណ៍លទ្ធផល Profit and Loss របាយការណ៍បម្រែបម្រួលមូលធន SOCE របាយការណ៍តុល្យការ Balance Sheet និងរបាយការណ៍លំហូរសាច់ប្រាក់ Cash Flow Statement តាមរយៈការបង្កើតរបាយការណ៍នោះគឺយើងធ្វើឡើងនៅក្នុងធានានុប្រវត្តិយើងចេះចុះអំពីធានានុប្រវត្តិ debit credit គឺយើងអាចធ្វើការទៅលើកម្មវិធីនេះបានតែបើអត់ចេះទេអានឹងមានផលវិបាកណាបើចេះ double entry ធានានុប្រវត្តិអនុពន្ធអនុទានឬក៏ debit credit ទៅបានអាចប្រើប្រាស់ប្រព័ន្ធនេះបានបាទអញ្ចឹងនៅក្នុងហ្នឹងយើងមានព័ត៌មាន